ដើម្បីធ្វើរូបបែបនេះទៅជាបែបនេះឬក៏បែបនេះតើយើងធ្វើយ៉ាងណាងាយទេបងប្អូនឥឡូវចូលជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងយើងត្រូវតែមាន Chat GPT សិនបើបងប្អូនអត់ទាន់មានសូម download វាពី App Store ឬក៏ពី Play Store មកឥឡូវយើងចូលជាដំបូងបងប្អូនត្រូវមានGmail ដើម្បី login account សិនហើយបើយើង login ហើយយើងមើលនៅទីនេះយើងមើលនៅសញ្ញាបូកនេះយើងចុចលើវាមកហើយយើងជ្រើសរើសរូបភាពដែលយើងចង់ធ្វើពីរូបយើងទៅជារូបតុក្កតាឥឡូវខ្ញុំរើសរូបនេះហើយយើងចុចពាក្យថា add មកអូខេយើងចាំបន្តិចរូបយើងគឺវាបានពេញហើយឥឡូវយើងវាយអក្សរយើងវាយពាក្យថា make to អានេះខ្ញុំនឹងអានថាម៉េចដែរសូមវាយអក្សរតាមខ្ញុំមក clip chiply អូខេវាយមកហើយដាក់ថា cartoon អូខេវាអញ្ចឹងមកវាសអញ្ចឹងមករួចយើងវាអញ្ចឹងហើយគឺយើងចុចប៊ូតុងបញ្ជូនមកសញ្ញាព្រួយនេះអូខេចុចមកឥឡូវយើងរងចាំបន្តិចសិនហើយវានឹងធ្វើរូបយើងពីរូបរបស់យើងទៅជារូបតុក្កតាអញ្ចឹងយើងរងចាំប្រហែលជា2ទៅ3នាទីនឹងបានហើយអូខេចាំបន្តិចឥឡូវយើងទទួលបានរូបភាពហើយនេះបាទជួបនឹងខ្ញុំនៅវីដេអូក្រោយ